អ៊ីរ៉ង់សាហាវណាស់បងប្អូនហើយនៅក្នុងថ្ងៃហ្នឹងគឺសាហាវមែនទែនបងប្អូនថ្ងៃទី14 ខែ 1 2026យើងហ្នឹងយោធាអ៊ីរ៉ង់បានសម្លាប់ក្រុមបាតកោរហូតដល់ 2000 នាក់បងប្អូនសម្លាប់ក្រុមបាតកោ 2000 នាក់ហើយថែមទាំងមានរាប់សិបនាក់ទៀតត្រូវបានចាប់ខ្លួនមិនដឹងថាមានរបួសប្រមាណអីប្រមាណអត់ទាន់ច្បាស់ទេប៉ុន្តែអ្វីដែលច្បាស់គឺសម្លាប់ក្រុមបាតកោ 2000 នាក់នៅអ៊ីរ៉ង់អូយបងប្អូនអើយសាហាវមែនទេប្រទេសនេះសាហាវណាស់ក្រុមបាតកោ 2000 នាក់ត្រូវបានគេសម្លាប់ត្រូវបានយោធាអ៊ីរ៉ង់សម្លាប់ហើយក៏មានព័ត៌មានបន្ទាន់ពាក់ព័ន្ធជាមួយនឹងស្ថានទូតអាមេរិកនៅប្រទេសអ៊ីរ៉ង់ផ្ទាល់តែម្ដងបានជំរុញឲ្យប្រជាជនអាមេរិកទាំងអស់ដែលរស់នៅប្រទេសអ៊ីរ៉ង់ហ្នឹងណាគឺឆាប់ជំលៀសខ្លួនឬក៏ភៀសខ្លួនចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់តែម្ដងបងប្អូនគឺឲ្យប្រជាជនអាមេរិកនៅអ៊ីរ៉ង់គឺជំលៀសខ្លួនចេញភ្លាមពួកឲ្យឃើញថាវាសាហាវពេកដល់ថាសម្រាប់ក្រុមបាតកោ 2000 នាក់ក្នុងថ្ងៃហ្នឹងណាអញ្ចឹងអាមេរិកគេបារម្ភពីប្រជាជនគេឲ្យប្រជាជនគេគឺចាក់ចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់តែម្ដងបងប្អូនសាហាវណាស់បងប្អូនហើយអ៊ីរ៉ង់ឥឡូវហើយខ្ញុំក៏មិនដឹងថាអាមេរិកហើយនៅអ៊ីរ៉ង់បន្តទៅមុខទៀតនឹងយ៉ាងម៉េចអីយ៉ាងម៉េចគឺអត់ទាន់ដឹងទេហើយបានព័ត៌មានមិនទៀតខ្ញុំនឹងជម្រាបប្រាប់បងប្អូនទាំងគ្នាបន្តទៀតបាទអរគុណច្រើន